ទឹកពិនិត្យក៏ហើយបានខំបានហើយតែសំខាន់នៅជើងមានអកក្រាប់ប្រកែកចំកាយបាននុយយកកាយសលេងអត់ឃើញគេយកសលេងនឹងហូបបដោទៀតហើយដែរញ៉ាំអត់អត់ទេមើលត្រីស៊ីវឯងយកមកបានតមានហើយមកដល់ក្រុមការងារគេឲ្យមីទៅណានេះគេមកមិញគឺយើងមកសិក្សាទីចាំថ្ងៃនេះយកដៃឯងមកទាំងអស់មានគ្រប់មុខចេះញ៉ាំមីដែរតែចឹងអត់ទៅណាបាយឯងហែហ្មងហ្នឹងតែប៉ុណ្្នឹងឯង5នាក់ហ្នឹងឯងបាទមានជាតិអត់ហើយនេះរៀនអត់ពីដល់តារាយើងទៅកូនយើងលោកមានគុំចុកគឺការងារខ្ញុំគ្រាន់តែមកនិយាយតម្លៃហើយដាក់បទបញ្ជាហើយខ្ញុំអន្តរាគមមានអន្តរៈដើម្បីជួយបរិវត្តជាសិទ្ធិចាំផុតពីហ្នឹងយើងគិតថាត្រូវធ្វើអីជាមួយគ្នាទៀតណាយ៉ាត់សុខភាពគេហៅទៅអត់ប្រយ័ត្នណានេះគ្រូណាជួយណាណាក្មួយណាលឺអត់ហើយចលិចទឹកទៅពិបាកដកហើមកុំមកសោះទៅលងទឹកទៅចាប់ហើយណាកុំលេចទឹកណាលឺអត់ចាចាលើកតាមមើលមែនទេតានេះមកពីណាចឹងខ្ញុំមានតែប៉ុណ្្នឹងទេជាការយកចិត្តទុកដាក់របស់សម្ដេចអភិវឌ្ឍធម្មដីអាដាមអភិទេពបណ្ឌិតសសុខាបាក់នៅរដ្ឋត្រីក្រសួងអភិក៏លោកផ្ដាំផ្ញើឲ្យអាជ្ញាធរយើងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងឥឡូវយើងប្រហែលថ្ងៃដែលកំពុងមានបញ្ហាប្រឈមនេះយើងគ្រប់គ្រងស្ថានភាពបានដល់ដៃណាគឺអត់មានប្រជាជនណាម្នាក់ដែលត្រូវបាត់បង់ជីវិតដោយការលង់ទឹកទេតាមទឹកនេះគឺគ្រោះថ្នាក់បំផុតតែយើងបានណែនាំអប់រំសព្វផ្សាយដល់ប្រជាពលរដ្ឋជាប្រចាំថាមកហើយពីលើមកហើយបុកក្បាលស្ទឹង3មកពីលើអញ្ចឹងបើក្បាលស្ទឹងតែមួយទេអត់បញ្ហាដល់3បូកគ្នាក្រុមប្រសាទត្រូវតែលេចគឺអត់មានណាទៅបានទេអានឹងគឺជាប្រពៃណីរបស់ខេត្តប្រសាទហើយខេត្តប្រសាទវាចម្រៀងទេប៉ុន្តែទៅពេលខាងមុខបែរជាទំនប់ដ៏ធំមហិមាយើងនេះស្ទឹងពោធិ៍សាត់2និងស្ទឹងពោធិ៍សាត់1វិរិយអគ្គិសនីបាននឹងធ្វើហើយក្នុងឆ្នាំ2020នេះខេត្តពោធិ៍សាត់យើងលែងលេចហើយអាទឹកដែលយកមកលេចខេត្តនេះវាคล้ายទៅជាការបង្កបង្កើនផលជាតម្រូវការរបស់មនុស្សសត្វគ្រប់បែបយ៉ាងហើយคล้ายទៅជាតំបន់ទេសចរដ៏ស្រស់ត្រកាលសម្រាប់ខេត្តពោធិ៍សាត់របស់យើងទៀតអញ្ចឹងយើងអត់មកតាមឆ្នាំនេះប្រមុខរដ្ឋាភិបាលរបស់យើងជាកដោពិសេសយ៉ាងពោធិ៍សាត់ក្បាច់ចិត្តអត់បាននៅមកលេងលេចចេះណាអានេះលេងមានបាទខ្ញុំរំភើបជំនួសអានឹងហើយយើងមានតំណុកបាហងធាក់ទឹកបែងចែកទឹកស្វាយប្រវត្តិចាប់តាមធ្វើឆ្នាំ2021អាតណៃក៏ធ្វើអញ្ចឹងហើយជា2028ដល់2030ទីហ្នឹងគឺចន្លោះហ្នឹងខេត្តពោធិ៍សាត់ទៅคล้ายទៅជាខេត្តមួយដ៏ស្រស់បំព្រងពោពេញទៅដោយប្រព័ន្ធធារាសាស្ត្រផ្លូវថ្នល់មានការរចនាសម្ព័ន្ធនិងការវិនិយោគច្រើនក្នុងខេត្តយើងអញ្ចឹងយើងស៊ូដល់នេះណាអរគុណច្រើនជូនពរថ្ងៃសៀតិចមកដល់ទាំងអស់ណាណានេះទៅផ្លូវជនបទផ្លូវអីហ្នឹងមានបាទលើខ្ញុំណែនាំទៅគាត់ឯងត្រៀមស្បៀងយកមកស្រុកកលៀងបាទអញ្ចឹងតាមភាសាបងអាដាមអភិបាលនៃគណៈបាលខេត្តពោធិ៍សាត់វិញយើងដែលយោងទៅតាមសាមគ្គគាត់គឺថាខេត្តពោធិ៍សាត់វិញយើងគឺធ្វើតែលេចមែនក៏ប៉ុន្តែពេលនេះយើងអាចគ្រប់គ្រងស្ថានភាពបានជាស្ថាពរហើយបាទហើយបើមិនមានអ្វីប្រែប្រួលទេអាចថារយៈពេលរសៀលនេះឬក៏ស្អែកទឹកនៅទីនេះគឺអាចនឹងមានការស្រកដោយសារតែពីក្រុងពោធិ៍សាត់មកបាទតាមដងស្ទឹងពោធិ៍សាត់គឺទឹកមានសភាពស្រកស្រុតហើយអញ្ចឹងនេះយោងតាមប្រសាសន៍បាទរបស់ដំអភិបាលហើយក្នុងនោះលោកក៏មិនភ្លេចក្នុងការនាំយកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាឡើងសំមាញ់ត្រូវចុះមកឡើងសំមាញ់ឲ្យច្បាយ10គីឡូអញ្ចឹងរត់ឯងសហការជាមួយនារាចម្រើនទៅណាបាទទៅកិច្ចការងារហ្នឹងហើយទៅដាក់មានខេត្តឲ្យខេត្តគឺអន្តរាគមន៍បាទមានច្រើនមុខយើងដាក់យើងមកចែកដល់អូនយើងហើយទិញអាខ្សែចងយកមកចែកគាត់ផងហើយមើលហើយក៏មិនដែរហ្នឹង
ធំយកមកឲ្យចង់ចង់ពីប្រមាណចង់ឆ្លើយតបចំពោះបងប្អូនយើងដែលបានសួរថាស្ថានភាពទឹកស្ទឹងពោធិ៍សាត់យើងបែបណាហើយបច្ចុប្បន្ននេះស្ថានភាពទឹកស្ទឹងពោធិ៍សាត់របស់យើងនៅផ្នែកខាងលើគឺមកទល់ពេលនេះគឺมันមានភ្លៀងធ្លាក់ទេជាហេតុធ្វើឲ្យស្ទឹងពោធិ៍សាត់គឺមានភាពស្រកស្រុតហើយបាទនេះបើតាមអ្វីដែលយើងឃើញជាក់ស្ដែងហើយបន្ថែមពីលើនេះបន្ទាប់ពីខេត្តពោធិ៍សាត់ដងស្ទឹងពោធិ៍សាត់ទឹកមានការស្រកស្រុតហើយទឹកបានធ្វើការបែកសាយភាយดูទាំងស្រុកកណ្ដៀងចាក់ស្ដែងនេះបងប្អូនយើងបានឃើញពេលនេះស្រាប់បាទឥឡូវយើងបន្តបាទទៅវិញមើលទៅរៀងវាយណាស់បាទឥឡូវយើងតដំណើរទៅវិញហើយទៅទីតាំងផ្សេងទៀតបញ្ជាក់ជូនផងដែរថាទីតាំងដែលយើងកំពុងតែស្ថិតនៅនេះគឺនៅផ្នែកនៃស្រុកកណ្ដៀងបានន័យថានេះភូមិមិនគេដែរភូមិផ្ទះកោបាទភូមិផ្ទះកោណាអញ្ចឹងភូមិនេះគឺជាភូមិផ្ទះកោហើយជាក់ស្ដែងនៅស្ថានភាពក្នុងពេលនេះអាដាមលោកមកចុំមកដល់ទីតាំងនេះគឺជាមូលដ្ឋានមួយបាទដែលគាត់បានមករស់នៅទីនេះហើយដាច់បែកពីគេបន្តិចបាទហើយនៅផ្ទះរបស់គាត់ហើយដោយសារតែទឹកនៅក្នុងស្រុកកណ្ដៀងក៏បែកសាយភាយដែលទទួលរងមកពីសម្ពាធពីទឹកស្ទឹងពោធិ៍សាត់ផ្នែកខាងលើឥឡូវយើងចេញដំណើរទៅវិញហើយបន្ទាប់ពីអាដាមលោកបានសំណេះសំណាលយ៉ាងណាមិញទន្ទឹមទៅនឹងការចុះសាកសួរសុខទុក្ខអាដាមក៏ឆ្លៀតនៅក្នុងការផ្ដល់នៅអនុសាសន៍មួយចំនួនពាក់ព័ន្ធទៅនឹងការថែរក្សានៅសុខភាពសុវត្ថិភាពដោយយោងទៅតាមការរស់នៅស្អាតផឹកស្អាតហើយនឹងដើម្បីជៀសឆ្ងាយអំពីជំងឺដង្កាត់នានាដែលកើតមាននៅស្របពេលអំឡុងស្ថានភាពស្ទឹងពោធិ៍សាត់កំពុងតែមានការហក់ឡើងនេះផងដែរចឹងបើទោះបីជាស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានការស្រកស្រុតក៏ពិតមែនក៏តែជាការអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងក៏នៅតែបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបន្ថែមទៀតជំវិញទៅនឹងការបង្ការការពាររក្សាអនាម័យហើយនឹងជាពិសេសគឺយកចិត្តទុកដាក់ទៅនឹងការពារណាសុវត្ថិភាពអំពីសត្វប្រឡាត់សត្វអាស៊ីរពឹសផ្សេងណាព្រោះអំឡុងពេលជាទូទៅដូចបងប្អូនយើងបានមានបញ្ហាបាទយើងឃើញថាសត្វអាស៊ីរពឹសផ្សេងក៏មានការចេញពីទីទួលរបស់វាណាហើយក៏វាហែស្បែកសាចភាយតាមរយៈទឹកណាបាទហើយក្នុងនោះបាទអាចតោងទៀមនៅទីតាំងផ្សេងអាចថាផ្ទះបងប្អូនយើងឬក៏កលុកកលៀតគៀនជាងណាបាទអញ្ចឹងបងប្អូនយើងត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជាប្រចាំរបស់គ្នាឥឡូវយើងបាទមានការមកដោយអាដាមខុយតាបាទនៃគណៈបកខេត្តរបស់យើងលោកតែងតែយកចិត្តទុកដាក់ជាពិសេសមកដល់ពេលនេះគឺឃើញថាខេត្តពោធិ៍សាត់របស់យើងក្រុមការដឹកនាំរបស់អាដាមបកខេត្តគឺមិនទាន់បានសម្រាប់ទេតាំងពីខេត្តពោធិ៍សាត់ទទួលរងនឹងការជំនិចដោយសារតែចំនួនទឹកភ្លៀងបាទអញ្ចឹងនេះគឺជាអ្វីដែលថ្នាក់នាំខេត្តរដ្ឋបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលោកបានធ្វើជាប់ជាប្រចាំនៅអំឡុងពេលដែលស្ថានភាពទឹកស្ទឹងបាទហើយក៏ដូចជាស្ថានភាពនៃការរងគ្រោះរបស់បងប្អូនយើងបាទហើយមុននេះអ្វីបានបញ្ជាក់ថាមកដល់នៅពេលនេះมันមានគ្រោះថ្នាក់ណាមួយកើតឡើងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងទេបានន័យថាបើទោះបីជាស្ថានភាពបែកសាយភាយទឹកបាទទូទាំងខេត្តពោធិ៍សាត់យើងក៏ពិតមែនប៉ុន្តែសុវត្ថិភាពរបស់បងប្អូនយើងគឺនៅតែជារឿងចម្បងហើយបងប្អូនយើងលោកមានការយល់ដឹងអំពីវិធានការការពារបាទពីព្រោះមិនថាតែរាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលខេត្តលោកតែងតែចេញសារាចរណែនាំជាប្រចាំស្របពេលដែលស្ថានភាពមានការប្រែប្រួលនិងវិវត្ត
ជាក់ស្ដែងដូចជាប្រទីព័ត៌មានរបស់យើងក៏បាននឹងធ្វើការជាប់ជាមួយនៅរដ្ឋបាលខេត្តជាប្រចាំក្នុងនាមជាសេនាធិការរបស់រដ្ឋបាលខេត្តនៅក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មានយើងតែផ្ដល់ជូននៅដំណឹងព័ត៌មាននិងអាប់ដេតនៅរាល់ព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងស្ថានភាពនៃការវិវត្តនិងឈានឡើងរបស់ទឹកស្ទឹងពោធិ៍សាត់របស់យើង